3ទេទៅចូលចិត្ត5សើ3ទេទៅនឹងណា3ស្រាយទាំងមនុស្សស្រាយទាំងគុញឈើក្រោយបើកម្ដងបាន2វ៉ានដែរទៀតតដាក់ឯណោះតដាក់ឯណោះពេញអស់ទៀតអញ្ចឹងធូរកម្លាំងហើយធូរកម្លាំងបានមួយខែ$200ហើយដើមទៅប៉ាថតជិះវាស្វត់វល់នេះគឺវល់cònមកដែរនេះដោយសារកម្លាំងទឹកយើងរុញធ្លាក់ពីម៉ូទ័រមកផងហើយគឺយកគឺយើងបូមចូលរហូតបាន30cònមកដែរចឹងមកប្រឡោះនេះមកវ៉ាន2វ៉ាននេះយើងបើកតាវាប្រហែលជា10បាទសួស្តីថ្ងៃនេះមកតប្រព័ន្ធទឹកជាមួយខ្ញុំទាំងអស់គ្នាបាទដោយមានផលវិបាកនៅក្នុងការស្រោចស្រពកូនឈើពេកកូនដំណាំដែលខ្ញុំដាក់តាំងលក់ណាចឹងហើយខ្ញុំក៏សម្រេចចិត្តទៅយកទឹកដាក់ស្រោចស្រពវាតែម្ដងពីព្រោះពីមុនមកម៉ូទ័រវាអត់កម្លាំងដល់ពេលដែលយើងដូរម៉ូទ័រដូរអីទៅយើងប្រើបានស៊ីយ៉ូ34ដែរព្រោះបូមនៅក្នុងដីហើយយើងតំបន់អប្សរាទៀតសោតយើងអត់អាចបុកម៉ាស៊ីនធំបានទេបើយើងបុកម្ដងបុកអីស៊ីយ៉ូយើងធំទៅអាហ្នឹងអត់បញ្ហាយើងអាចស្រោចស្រពបានតែនេះតំបន់អប្សរាយើងអត់អាចចូលបុកឡានបានទេចឹងបុកបានត្រឹមស៊ីយ៉ូតូចចឹងទៅក៏ឆ្នៃបានទៅជាស៊ីយ៉ូ34ស៊ីយ៉ូមេចឹងទៅអញ្ចឹងថ្ងៃនេះមកសាក់លបងតទេអានេះអត់តន់ថាបានជោគជ័យ 100% ទេនេះគ្រាន់តែធ្វើមកជ្រុងទូចទេមកជ្រុងទូចកូនឈើប្រហែលជាខ្ទង់ 2000 ដើមទេតែត្រឹមតែបានមកជ្រុងតូចប្រហែលជា 10% អញ្ចឹងតែសាកល្បងតា 10% នេះវាជោគជ័យមើលទៅវាស្រោចជោគជាំអាហ្នឹងគឺអាចសាកល្បងពេញមកដីនឹងតែម្ដងបាទដាក់ពេញមកដីនឹងកូនឈើវាច្រើនក៏មកដែរវាចូលរាប់ម៉ឺនកូនដែរអញ្ចឹងបើខ្ញុំស្រោចវិញគឺខ្ញុំត្រូវដើរស្រោចមួយថ្ងៃវល់ល្ងាចពីព្រឹកចឹងទៅស្រោចពីម៉ោង 7 រហូតដល់ម៉ោង 10 តបមកសម្រាប់ពេលថ្ងៃបន្តិចពីម៉ោង 1 ម៉ោង 2 ហ្នឹងរហូតដល់ចាស់ល្ងាចចឹងទៅនឹងវាហត់មែនតើគាត់ណាដើរហ្នឹងចង់យាផ្លោកអស់ហើយគាត់ណាស្រោចបាទអញ្ចឹងថ្ងៃនេះយើងក៏សម្រាប់ចិត្តសាកល្បងមើលថាស៊ីយ៉ូ34ហើយយើង34ក្បាលចេញមក27ហើយ27យើងដាក់ speaker យើង21អូខេនេះជាក់ស្ដែងយើងបានតវាហើយឥឡូវនេះយើងទៅភ្ជាប់វាតាមក្បាលវាមួយបាទតហើយយើងដាក់ក្បាលវិលបាទដាក់ក្បាលវិលពីព្រោះដាក់ក្បាលវិលនេះយើងដាក់កម្ពស់វាចូល1.30 ម៉ែត្រអីដែរនេះជាក់ស្ដែងចូលប្រហែលជាខ្ទង់1.30 ម៉ែត្រព្រោះកូនឈើវ៉ាន់យើងមានដើមខ្ពស់ដើមទៀតចឹងទៅយើងក៏តជាមធ្យមដាក់ប៉ុណ្្នឹងទៅហើយយើងតវ៉ានវាមួយដើម្បីបិទតាមប្លុកវាមួយមកវ៉ានហ្នឹងវាប្រើ2ក្បាល3ក្បាលអីចឹងទៅណាហ្នឹងហើយដើម្បីយើងចង់បិទបើកវាទឹកវាខ្សោយយើងបិទវ៉ានវាខ្លះទៅអាណាបើថាទឹកវាកម្លាំងយើងក៏បើកតាមជួរនឹងទាំងអស់ចឹងទៅតែជីទូទៅស៊ីយ៉ូ34វាបើកអត់លើសពី5ក្បាលទៅ6ក្បាលទេអញ្ចឹងហើយបានជាខ្ញុំតវ៉ានដាក់តាមប្លុកវាមួយបាទហើយអត់តន់ដឹងលទ្ធផលចេញយ៉ាងម៉េចទេអញ្ចឹងបងប្អូនទាំងនេះមកតាមដានមើលលទ្ធផលរបស់នេះថាតើខ្ញុំតស៊ីយ៉ូ34រុញជាមួយនឹងម៉ូទ័រម៉ាសេះកន្លះហើយយើងបូមពីក្រោមដីមកហើយខ្ញុំអត់បានប្រើម៉ូទ័ររុញម៉ូទ័រអីទេព្រោះប្រើម៉ូទ័ររុញវាត្រូវចំណាយភ្លើងមួយកន្លះទៀតអញ្ចឹងទៅខ្ញុំប្រើ direct ហ្មងក៏ប៉ុន្តែខ្ញុំប្រើបច្ចេកទេសដែរខ្ញុំប្រើមាន Divo មានអីត្រឹមត្រូវផងខ្ញុំដែរព្រោះធ្លាប់តប្រព័ន្ធទឹកជូនអតិថិជនណាតែនេះគឺដោយសារតែទឹកផងយើងវាទូចពេកសារម៉ូទ័រផងយើងវាទូចហើយយើងនៅក្នុងតំបន់អប្សរាយើងមិនអាចបុកប្រភេទដងធំបានទេយើងបុកបានត្រឹមមកបុកដៃហ្នឹងស្រោចបាទគុំដងស្រោចបាន2ដែរអាលៀបសាបអស់តើឡើយណាឯងងូតទៅងូតទៅឈរចិត្តហ្នឹងឈរងូតតើណាថាអីស្រោចទាំងតំណាំស្រោចទាំងមនុស្សទៅឈរចិត្តហ្នឹងក៏បានទៅឈរចិត្តពាក់សើមទេទៅឈរចិត្តពាក់សើមទេទៅនឹងណាសើមស្រោចទាំងមនុស្សស្រោចទាំងគុញឈើក្រោយបើកម្ដងបាន2វ៉ានដែរទៀតតដាក់ឯណោះតដាក់ឯណោះពេញអស់ទៀតអញ្ចឹងធូរកម្លាំងហើយធូ
thu cầm lang ban mà khai pi rồi là hãy làm nó ba thôi chụp đi còn mà đấy mấy đại xa cầm lang tật dương rồi lẹ pi mật mà không cái gió cái dân bom cho là hồn bạn xàm còn ba đấy chân mà lọt ní mà van pi van ấy dân ba tờ bia và hai triệu đập này ti đó cứ đám chơi phần chứ chột giờ mình chăm bài từ show sau hà cả đầu thì rồi mà rồi thì năng khơi cứ dọn chùa cái mà khai pi rồi để xa mặt tờ phần dân với tuổi như là xa mặt tờ phần dân chia một phần mặt tờ anh trắng phần dân là phần dân chia một phần mặt tờ tuổi chẳng vậy bánh nó tuổi mình xem thì vô sam buôn này chẳng được tận ở cả làng nó cái riêng đô mặt tờ thay tới riêng cả làng riêng bom trên thì đầy nó trên riêng tầng thịt bom thì đầy nó hết to vì cái to là ăn cả ngày mình chỉ đặt tầng trên rồi ok nói những ba và hai chiếc đập này tí đang phải chốt mong tầng nắm ok